ហេតុអ្វីបានជាពុកល្អម្ល៉េះចំពោះកូនពុកតែម្នាក់អាចចិញ្ចឹមជីវិតរបស់កូនប្រុសកូនស្រី10 20នាក់រស់ចុះហេតុអ្វីបានជាកូន10 20ចិញ្ចឹមពុកតែម្នាក់មិនរស់តើវាមិនអយុត្តិធម៌ពេកទេឬចំពោះពុកការលះបង់របស់ពុកចំពោះកូនគឺវាគ្មានព្រំដែនឡើយតែចំពោះកូនវិញបានលះបង់អ្វីខ្លះដើម្បីពុកហើយឬនៅពេលដែលពុកឈឺពុកមិនសូមឲ្យកូនយកអ្វីមកជូនឡើយពុកសូមត្រឹមតែបានឃើញមុខកូនតែប៉ុណ្ណឹងពុកអស់ចិត្តហើយព្រោះពុកស្រឡាញ់កូនពុកត្រូវការកូនពុកចង់ឃើញមុខកូនមុនពេលដែលពុកឃ្លាតចាកឆ្ងាយពីកូនទៅតើកូនឮទេកូនស្ដាប់ឲ្យច្បាស់ណាស់ថាពុកពិតជាស្រឡាញ់កូនខ្លាំងណាស់មេត្តាបិតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកកម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាថាជាព្រំផងមេត្តាបិតាគឺជាព្រះនិតនៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់មកចម្លងបុតភ្ងាឲ្យកូនដល់ត្រើយ